ពាក្យថាម៉ែជាជំរោគព្រោះពេលដែលកូនមានបញ្ហាកូនតែងតែរត់ទៅរកម៉ែជាអ្នកការពារព្រោះម៉ែហ៊ានធ្វើគ្រប់យ៉ាងដើម្បីឲ្យកូនមានសុវត្ថិភាពម៉ែជាគ្រូបង្រៀនដំបូងព្រោះម៉ែបានបង្រៀនកូនឲ្យចេះនិយាយចេះដើរនិងចេះរស់នៅម៉ែក៏ជាអ្នកលះបង់ព្រោះម៉ែអាចអត់ឃ្លានតែកូនត្រូវតែបានញ៉ាំហើយម៉ែជាអ្នកលើកទឹកចិត្តព្រោះពេលដែលកូនបរាជ័យម៉ែគឺជាមនុស្សដំបូងដែលនិយាយប្រាប់កូនថាកូនអាចធ្វើបានហើយម៉ែក៏ជាគ្រូពេទ្យព្រោះពេលកូនឈឺម៉ែគឺជាមនុស្សម្នាក់ដែលមិនដែលគេងលក់នោះទេម៉ែក៏ជាមិត្តដ៏ល្អព្រោះម៉ែតែងតែស្ដាប់រឿងគ្រប់យ៉ាងពីមិត្តកូនហើយមិនដែលធុញទ្រាន់នោះទេម៉ែជាពន្លឺជីវិតព្រោះម៉ែជាមនុស្សបង្ហាញផ្លូវល្អឲ្យកូនដើរម៉ែក៏ជាបេះដូងនៃគ្រួសារដោយសារម៉ែគ្រួសារមួយក៏ខ្លាចជាកន្លែងរស់នៅយ៉ាងកក់ក្ដៅទម្រាំកូនធំម៉ែបានលះបង់រឿងរាប់ពាន់យ៉ាងឯណោះតែអ្វីដែលម៉ែចង់បានមិនមែនជាលុយហើយក៏មិនមែនជាទ្រព្យសម្បត្តិដែរម៉ែគ្រាន់តែចង់ឃើញកូនខ្លាចជាមនុស្សល្អនិងរស់នៅមានសុភមង្គលដូច្នេះបើម៉ែរបស់កូននៅមានជីវិតនៅឡើយសូមកូនកុំភ្លេចទៅនិយាយពាក្យមួយម៉ាត់ទៅកាន់គាត់ថាម៉ែកូនស្រឡាញ់ម៉ែកូនស្រឡាញ់ម៉ែកូនស្រឡាញ់ម៉ែណាស់